ok tôi sẽ cho ở khi này nếu như làm hạt mới tại tôi mình marketing chắc nhưng như flow này mùi cái flow này cái ISP máu cái Oxa network mùi sáng cho một cái marketing chắc trên cái marketing máu nhưng trong admin computer này bao nhiêu mùi nít cái ai thờ cái internet bàn chắc ở lại nít về là ISP Oxa mà không marketing cái marketing bằng giống như internet này còn táiនៅក្នុងកុំព្យូទ័រទី1របស់ខ្ញុំនេះ PC 1របស់ខ្ញុំនេះគឺអត់មានអ៊ីនធឺណិតទេហើយក៏អត់អាចប្រើអ៊ីនធឺណិតបានដែរអញ្ចឹងដើម្បីចូលទៅកាន់ការ config នេះខ្ញុំឧទាហរណ៍មើលសិនអញ្ចឹងនេះគឺជា PC 1របស់ខ្ញុំដែលជា PC 1របស់ខ្ញុំអញ្ចឹងខ្ញុំនឹងទៅបើកមើល Google Chrome នេះថាតើវាពិតជាអត់មានអ៊ីនធឺណិតមែនអត់អូខេអញ្ចឹងខ្ញុំបាយពាក្យ google.com ok thì gặp những internet này thấy như vậy việc YouTube mới được cầm ai thay cho ta Google YouTube ok có như này chắc nhung cho mà CMD là bay pin viết pin được Google pin bảy chúng ta ok thì nhéគឺអត់ទទួលបានអ៊ីនធឺណិតទេអញ្ចឹងដើម្បីឲ្យការប្រើប្រាស់ឲ្យ PC1 ប្រើប្រាស់អ៊ីនធឺណិតបានអញ្ចឹងបើតាមដានទស្សនានៅក្នុងវីដេអូ config ទាំងអស់គ្នាអូខេអញ្ចឹងអានេះខ្ញុំទុកចោលណាខ្ញុំអត់ធ្វើអីទេអញ្ចឹង Windows 7នេះខ្ញុំទុកចោលអានេះអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន Windows នេះគឺជា Windows ដែលខ្ញុំប្រើប្រាស់សម្រាប់ទៅ config ជាមួយនឹង marketing អញ្ចឹងខ្ញុំប្រើប្រាស់ Windows 10នេះអូខេអញ្ចឹងក្នុង Windows 10នេះខ្ញុំបាន download marketing មួយហើយខ្ញុំបើកវាមកអូខេខ្ញុំចូល download ហើយខ្ញុំចូលទៅបើកវាអញ្ចឹងពេលដែលខ្ញុំគ្រាន់តែ connect ចូលទៅវានឹង load marketing ខ្ញុំហើយអញ្ចឹងខ្ញុំចូលទៅ connect មកអូខេបន្ទាប់មកខ្ញុំចូលមក edit ឈ្មោះអញ្ចឹងខ្ញុំចូលមក system មកខ្ញុំចូលមក edit ឈ្មោះឲ្យវារូបបានខ្ញុំដាក់ main router អូខេខ្ញុំ apply ហើយអូខេអញ្ចឹងដើម្បីដឹងថាតើអីដែលខ្ញុំបានផ្លាស់ប្ដូរនោះតើវាទទួលបានមែនអត់អញ្ចឹងខ្ញុំចូលទៅបិទវាអូខេខ្ញុំបើកវាម្ដងទៀតអូខេនេះគឺខ្ញុំបានផ្លាស់ប្ដូរឈ្មោះ router មិញខ្ញុំចុចពីរដងដើម្បីបើកគឺចុច connect អូខេ connect ណាអញ្ចឹងport លេខ1នេះគឺជា port ដែលខាង ISP provide internet មកឲ្យ router របស់យើងអញ្ចឹងខ្ញុំសូមកែឈ្មោះវាដាក់ថា WAN ពីរដងណា WAN ឬក៏ ISP អូខេដាក់ ISP ចុះអូខេបន្ទាប់មកខ្ញុំក៏មក edit លើ port លេខ2នេះ port លេខ2នេះគឺជា port ដែលអូសចេញពីmarketing port លេខ2មកក្នុងកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងប៉ុន្តែកុំព្យូទ័ររបស់ខ្ញុំនេះគឺអត់មានអ៊ីនធឺណិតទេអញ្ចឹងខ្ញុំគ្រាន់តែកែឈ្មោះបញ្ជាក់ថា port លេខ2នេះគឺជា port LAN របស់ខ្ញុំគឺជា port របស់ client របស់ខ្ញុំឬក៏កុំព្យូទ័រដែលខ្ញុំប្រើប្រាស់អញ្ចឹងណាអូខេអញ្ចឹងខ្ញុំកែឈ្មោះខ្ញុំដាក់ពាក្យLAN អូខេខ្ញុំ apply មកចាំតិចដោយសារតែខ្ញុំប្រើវានៅក្នុងVM អញ្ចឹងវារៀង slow នេះខ្ញុំវា apply អូខេអញ្ចឹងនេះបានប្រាប់ដល់ឈ្មោះហើយអញ្ចឹងបងប្អូនឃើញថាមិនអាឡាញនេះវា load port លេខ3 load internet វិញដោយសារតែ port លេខ3នេះគឺជា port កុំព្យូទ័ររបស់ admin នេះដែលកំពុងភ្ជាប់អញ្ចឹងយើងមានន័យថាវាមាន connect គ្នាអូខេអញ្ចឹងបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមទៅមើលថាតើប្រភេទ internet ដែល ISP អូសមកឲ្យខ្ញុំនេះតើវាជាប្រភេទអីគេអញ្ចឹងដើម្បីមកមើលបានយើងចូលមកកាន់ចូល IP មកហើយយើងចូលមកកាន់ពាក្យថា address អញ្ចឹងពេលដែលយើងទទួលបាន IP automatic បែបនេះតាមដឹងគឺវាជា IP ដែល ISP គេ provide យើងបែប DHCP client អញ្ចឹងណាអញ្ចឹងបានrouter របស់យើងមានអ៊ីនធឺណិតអញ្ចឹងចង់ដឹងថា router យើងមានអ៊ីនធឺណិតមែនអត់អញ្ចឹងបងប្អូនគ្រាន់តែចូលទៅ terminal របស់យើងនេះមកហើយយើង ping វាទៅ google.com អូខេដាក់ដល់អញ្ចឹងខ្ញុំ ping 888វិញ
chẳng việc là ok chẳng ở đây thế pin đa thôi mà đã ok chẳng một tóm mà đâm bay ao computer nè cái tô ban internet hay là tô ban IP address dương thời cái cho cái cắn IP và tóm mấy những đặt address về chẳng những việc buộc những môn mắt để nó ok chẳng trong bo IP rồi can IP rồi copy chụp rồi không bay chụp đáp chụp mũi là 24 ok ta áo port interface này cái port lịch manคือ port lịch pinซึ่งcho port lịch pin nó những port lên mà dưới apply ok chẳng bông ôn cái thay cho đây là dân áo IP thì kia hai và có chị đá này thật chẳng chỉ cho mà Windows vẫn thay bị đá này là chẳng cho Windows vẫn ấy mình sẽ bị IP config release ok và tập bán nhóm renew với thay ta bị ban IP này là ok khi những atom ban IP này mua lại để atom ban IP cứ để sao tại dương atom banคือDHCP server តែឲ្យវាដើម្បីបោះ IP នេះទៅកាន់ client របស់យើងទៅកាន់ PC1 នេះអូខេដើម្បីធ្វើបានអញ្ចឹងបងប្អូនចូលមកកាន់មករបស់យើងទៅដល់មកបន្ទាប់មកយើងយកពាក្យ IP បន្ទាប់មកយើងយកពាក្យ DHCP server បន្ទាប់មកយើងយកពាក្យ DHCP setup អូខេអញ្ចឹង port លេខប្រមាណដែលយើងត្រូវបោះ IP DHCP server ទៅឲ្យ client របស់ខ្ញុំគឺ port លេខ2ទៅងាកមើលport លេខ2អញ្ចឹងដើម្បីដូរបាត់ទៅដូរកន្លែងនេះមកយកពាក្យ port លេខ2អូខេតិចនេះទៀតមកលេខកន្លែងនេះគឺជាការបោះ IP ចេញទៅក្រៅមានន័យថាតើយើងបោះ IP ចាប់ពីលេខប្រមាណទៅដល់លេខប្រមាណអញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំដាក់ថា IP 192 168.10.2 រហូតដល់ 192 168.10.254 អូខេអញ្ចឹងយើងទៅដល់នេះទៀតអូខេអញ្ចឹងការបោះ DHCP server តែឲ្យ client គឺបានជោគជ័យហើយអញ្ចឹងយើងមកមើលថាតើ PC នេះ Windows 7 នេះតើទទួលបាន IP 10 ចុចមែនអត់192 168 ចុច 10 ចុចមែនអត់ចំណុចខ្ញុំចូលទៅពីលីងនេះអូខេលីងមកខ្ញុំជិះអូខេចាំមើលទៀតមើលមកអត់អូខេអញ្ចឹងខ្ញុំទទួលបាន IP ហើយគឺ192 168.10.254អូខេអញ្ចឹងយើងទទួលបាន IP ហើយតែយើងបានឡើងអ៊ីនធឺណិតនៅចង់ដឹងច្បាស់យើងតេស្តទាំងអស់គ្នាអូខេយើង refresh វាអូខេយើង refresh វាអត់ដើរអញ្ចឹងខ្ញុំបិទវាចង់ដឹងថាវាដើរមែនអត់អូខេនៅតែអត់ដើរទៀតអញ្ចឹងមានន័យថាយើងធ្វើខុសឬខ្វះលក្ខខណ្ឌណាមួយអញ្ចឹងលក្ខខណ្ឌដែលយើងខ្វះនោះគឺពីកុំព្យូទ័រនេះអត់អាច access ទៅកាន់អ៊ីនធឺណិតបានអញ្ចឹងដើម្បីឲ្យកុំព្យូទ័រនេះ access ទៅកាន់អ៊ីនធឺណិតបានយើងមកធ្វើ NAT នេះទៀតអញ្ចឹងដើម្បីធ្វើ NAT បានយើងចូលមកកាន់ Microtik របស់យើងមកបន្ទាប់មកយើងចូលពាក្យ IP បន្ទាប់មកយើងយកពាក្យfirewall បន្ទាប់មកយើងយកពាក្យ NAT នេះតោះមកយើងបូកមួយមកយើង add ថ្មីមួយមកអញ្ចឹងនៅក្នុងនេះយើងចូលមកកាន់ general យើងមកមើលពាក្យថា SRC NAT អូខេយើង SRC NAT ហ្នឹងហើយយើងអត់ផ្លាស់ប្ដូរទេប៉ុន្តែយើងមកមើល action មកវាគឺយើងចង់ឲ្យវាទៅកាន់អ៊ីនធឺណិតបានអញ្ចឹងយើងយកពាក្យ masquerade នេះមកតោះមកយើងយកពាក្យ apply អូខេឃើញចំនួនបាយវាឡើងនេះអញ្ចឹងមានន័យថាអ៊ីនធឺណិតរបស់យើងចាប់ផ្ដើមដំណើរការអញ្ចឹងយើងចូលមកកាន់ Windows 7របស់យើងដែលជា PC1 នេះអូខេអញ្ចឹងខ្ញុំមក refresh ឡើង Google នេះមកអូខេឃើញយើង access ទៅ Google បានទេមិញខ្ញុំតេស្ត YouTube ទៀតតែមើលតេស្ត youtube.com slow ម្ល៉េះ
ok chứ mình ta là đa số nhưng mà không phải 4 thì nhé chứ như anh bao không phải 4 các bạn bao YouTube các bạn ok rồi muốn nói như anh bao bạn thì mình chẳngទាំងអស់នេះគឺជាការចែករំលែករបស់ខ្ញុំតិចតួចទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តជួបគ្នានៅក្នុងវីដេអូក្រោយអរគុណសំណាងល្អទាំងអស់គ្នា